ការស្ទង់មតិអំពីតម្លៃមាសប្រចាំសប្តាហ៍ដោយស្ថាប័ន The Kikonu បានបង្ហាញថាអ្នកជំនាញមានជំនឿចិត្តជាថ្មីទៅលើភាពរឹងមាំនៅក្នុងរយៈពេលខ្លីរបស់មាសខណៈដែលវិនិយោគិនទូទៅភាគច្រើននៅតែមានសុទិដ្ឋិនិយមក៏ប៉ុន្តែនៅតែមានអារម្មណ៍រាងចាលអំពីការខាតបង់កាលពីសប្តាហ៍មុនយោងទៅតាមការស្ទង់មតិខាងលើបានបង្ហាញថាអ្នកជំនាញដែលបានចូលរួមនៅក្នុងការស្ទង់មតិនេះមានចំនួន18នាក់ដែលក្នុងនោះ12នាក់ថាមាសនៅតែបន្តកើនឡើងដែលស្មើនឹង 67% 2នាក់ដែលស្មើនឹង 11% ថាមាសធ្លាក់ចុះនៅសប្តាហ៍ក្រោយខណៈដែល4នាក់ទៀតដែលស្មើនឹង 22% ថាមាសនៅក្នុងកម្រិតបច្ចុប្បន្នដោយឡែកការស្ទង់មតិតាមអនឡាញជាមួយនឹងអ្នកវិនិយោគិនទូទៅមានអ្នកចូលរួមចំនួន329នាក់នៅក្នុងនោះ211នាក់ដែលស្មើនឹង 64% ថាមាសនៅតែបន្តឡើងទៅមុខចំណែកឯ62នាក់ស្មើនឹង 19% ថាមាសធ្លាក់ចុះហើយ57នាក់ស្មើនឹង 17% ថាមាសនៅរក្សាកម្រិតបច្ចុប្បន្ន